ការខេត្តសៀមរាបនិងព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានផ្ដល់នូវស្បៀងអាហារលើកទឹកចិត្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនទៅដល់ប្រជាការពារភូមិប្រមាណជា400នាក់នៅក្នុងសង្កាត់គោកចកគឺលោកឧត្តមសេនីយ៍តូហួតសុធីដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងព្រះគ្រូវិចិត្រវង្សាហែមកំសានព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋនៅរសៀលថ្ងៃទី5ខែមេសាម្សិលមិញនេះបានផ្ដល់នៅស្បៀងអាហារលើកទឹកចិត្តជូនទៅដល់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនទៅដល់បងប្អូនប្រជាការពារភូមិចំនួនប្រមាណជាង400នាក់នៅក្នុងនោះដែរព្រះគ្រូវិចិត្រវង្សាហែមកំសានបានមានថេរដីកាថាការជួបសំណេះសំណាលសួរសុខទុក្ខនេះនិងការផ្ដល់នៅស្បៀងអាហារដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់បងប្អូនប្រជាការពារភូមិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្តការរក្សាសុខសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋានហើយនឹងដើម្បីសម្ដែងនៃការដឹងគុណដែលបានខិតខំចំណាយពេលកម្លាំងចំណាយទាំងពេលវេលាទាំងកម្លាំងកាយចិត្តការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ភូមិឃុំសង្កាត់ព្រះគ្រូវិចិត្រវង្សាក៏បានមានថេរដីកាបន្តទៀតថាកម្លាំងប្រជាការពារពិតជាដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋហើយលើសពីនេះកងប្រជាការពារក៏ជាអ្នកធ្វើការដោយគ្មានប្រាក់ខែឡើយហើយក្នុងរយៈពេលកន្លងមកតែងតែសង្កេតឃើញពីសកម្មភាពរបស់បងប្អូនប្រជាការពារភូមិទាំងអស់ទោះបីនៅក្នុងកលៈទេសៈណាក៏ដោយគឺបងប្អូនមិនដែលរុញរានឹងការល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឡើយហើយបងប្អូនគឺជាផ្នែកនិងជាច្រមុះដ៏សំខាន់បំផុតរបស់អាជ្ញាធរបើគ្មានការចូលរួមពីបងប្អូនសន្តិសុខនៅក្នុងមូលដ្ឋានក៏មិនអាចរឹងមាំបានល្អដូចសប្តាហ៍ថ្ងៃនេះដែរហើយបើតាមលោកឧត្តមសេនីយ៍តូហួតសុធីក៏បានសម្ដែងនៅការកោតសរសើរចំពោះស្មារតីលះបង់របស់បងប្អូនប្រជាការពារដែលជាកម្លាំងជំនួយយ៉ាងសកម្មនិងជិតស្និទ្ធបំផុតជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាលនៅក្នុងការរក្សាសុវត្ថិភាពសន្តិសុខនៅក្នុងខ្នងផ្ទះរបស់ប្រជាពលរដ្ឋនិងសន្តិសុខនិងភាពសុខសាន្តដែលយើងមានសពថ្ងៃมันអាចខ្វះបាននៃការចូលរួមចំណែកដោយស្ម័គ្រចិត្តនិងការយាមកាមយ៉ាងសកម្មរបស់បងប្អូននៅក្នុងមូលដ្ឋាននោះឡើយលោកឧត្តមសេនីយ៍តូក៏បានណែនាំនិងរំលឹកដល់បងប្អូនជាអ្នកភូមិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀនធូបចង្ក្រាននិងចរន្តអគ្គិសនីដើម្បីជៀសវាងកើតមានគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុផងដែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំអញ្ចឹងនេះគឺជាសកម្មភាពមួយដែលអាជ្ញាធរមូលដ្ឋានចាលោកស្នងការខេត្តសៀមរាបហើយនឹងព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកលោកបាននាំយកនៅស្បៀងមួយចំនួនចាសម្ភារៈដើម្បីឧបត្ថម្ភដល់បងប្រជាការពារនៅក្នុងមូលដ្ឋានចាជាការបង្ហាញអំពីការដឹងគុណនិងការចូលរួមចែករំលែកនៅអ្វីដែលសមត្ថកិច្ចក៏ដូចជាខាងព្រះសង្ឃលោកមានយកមកចែកជូនទៅដល់បងប្រជាការពារអរគុណបញ្ចប់ព័ត៌មាននឹងប៉ុណ្្នឹងចុះហើយក៏សូមពេលសម្រាប់មួយផ្លែសិនដែរដោយសារតែវគ្គទី2យើងដល់ពេលសម្រាប់សូមពេលសម្រាប់សិនចា៎